មានអារម្មណ៍ថាមានអ្នកចង់ទៅលេងបាត់ដំបងច្រើនណាស់នេះអញ្ចឹងខ្ញុំសូមបើចេញវីដេអូមកវែងទៅដើរលេងបាត់ដំបងតែម្ដងណាដោយខ្ញុំចាប់ផ្ដើមចេញដំណើរចេញពីខេត្តសៀមរាបទៅខេត្តបាត់ដំបងបងប្អូនមើលខ្ញុំចេញពីបាត់ដំបងចេញពីសៀមរាបខ្ទង់ម៉ោង8ជាងទៅដល់បាត់ដំបងខ្ទង់ម៉ោង11ជាងទៅដល់ម៉ោង check in តែម្ដងអញ្ចឹងគ្រប់ការធ្វើដំណើររបស់ខ្ញុំជើងនេះពីភ្នំពេញមកសៀមរាបពីសៀមរាបទៅបាត់ដំបងពីបាត់ដំបងមកភ្នំពេញវិញគឺខ្ញុំកក់សម្បត្តិតាមរយៈ app Red Bus ទាំងអស់ដោយសារ app Red Bus ស្រួលប្រមូលផ្ដុំដោយក្រុមហ៊ុនឡានក្រុងច្រើនមែនតើទៅគ្រប់ទីតាំងមានច្រើនម៉ោងច្រើនជើងជាពិសេសនៅពេលដែលបងប្អូនកក់ complete ប្រើប្រម៉ូកូដ Red Bus Trip ដើម្បីទទួលបានការបញ្ចុះតម្លៃ$2និង cashback វិញចំនួន$4កាន់តែប្រើប្រាស់បងប្អូនឃើញអាលុយនៅក្នុងកាបូប Red Bus ខ្ញុំអត់ចុចទៅបាន discount បន្ថែមទៀតអញ្ចឹងសល់លុយបានដើរលេងអញ្ចឹង download app Red Bus ទាំងអស់គ្នាអញ្ចឹងទៅដល់បាត់ដំបងភ្លាមនេះខ្ទង់ម៉ោង11ជាងខ្ញុំបាន check in តែម្ដងហើយលើកនេះដេកដមនេះប្លែកមែនតើខ្ញុំធ្លាប់តែដេកដមពីរជាន់ដល់ពេលនេះបន្ទប់ដាច់មួយតូចល្មមងាយស្រួលហើយតម្លៃខ្ញុំកក់តាម Agoda បែរជាខ្ទង់5ជាងទាំងថ្លៃស្វីគេនៅនេះម្ចាស់បរទេសទេតែមានបុគ្គលិកខ្មែរពួកគាត់រួសរាយរាក់ទាក់មែនតើអរគុណបងបន្ទាប់មកងូតទឹកអីឲ្យខ្ទង់ម៉ោង7:01ឯងបងប្អូនអើយក៏ទៅជួលម៉ូតូនឹងចំកន្លែងគេលក់អាវជូនៅដុំផ្សារនឹងឯងហើយអូយកៅគាត់លុយ Y2K មួយអីខ្ជូតតែម្ដងទៅឡៃណោះបងប្អូននេះសម្បូររបស់តែងខ្លួនចេញមកកលិបតែម្ដងបន្ទាប់មកក៏តែញ៉ាំមីកូឡានិយាយរួមទៅខ្ញុំទៅបាត់ដំបងនេះញ៉ាំច្រើនរឿងដើរលេងបងប្អូនគាត់ញ៉ាំនឹងអស់ពេលបាត់ហើយដេកបានមួយយប់ហ្នឹងហើយក៏ចេញពីឡាយញ៉ាំអីជាច្រើនកន្លែងហ្នឹងក៏តែជីឡូរីនេះឡូរីសេរីចាបងប្អូនម្នាក់10000ក៏ប៉ុន្តែខ្ញុំទៅតែ2នាក់អញ្ចឹងគេត្រូវឲ្យយើងជួលដាច់អញ្ចឹងក៏អស់30000តែសបាយជីឡូរីនេះប្លែកអារម្មណ៍ជាប់តែជីនៅភ្នំបណ្ណណាហើយកុំបារម្ភតាក់ទងមួយសុខភាពដោយសារឥឡូវដូចគេមានម៉ោងដឹងម៉ោងរថភ្លើងមកអញ្ចឹងទៅក៏ឈប់សិនហើយមានបរទេសទៅជីច្រើនមែនតែនចេញពីឡូរីក៏ទៅភ្នំសំពៅតែម្ដងដោយសារតែលើកនេះខ្ញុំមានកម្រងឡើងលើភ្នំនឹងទៅភូមិសំណាញ់កន្លែងដើមដូងថតអញ្ចឹងទៅដល់ភ្នំសំពៅជីពីក្រុងទៅប្រហែលជាខ្ទង់កន្លះម៉ោងអីហ្នឹងជីយើងជីអត់លឿនណាជីយឺតមើលទេសភាពអីអញ្ចឹងទៅឡើងភូមិសំណាញ់ហើយក៏ឡើងលើភ្នំបណ្ណចំមកវិញចំពេលបជាវចេញតែម្ដងអញ្ចឹងអានេះកន្លះថ្ងៃដើរបានរៀងច្រើនគួរសមពីព្រោះថាគ្រាន់តែញ៉ាំអីហ្នឹងគឺអស់កន្លះថ្ងៃហើយពេលយប់ហ្នឹងញ៉ាំឡើង3-4មុខទៀតអញ្ចឹងគាត់ទៅកន្លះថ្ងៃយើងបកកែដើរលេងបានច្រើនហ្មងអញ្ចឹងដេកមួយយប់ងើបឡើងព្រលឹមឡើងប៉ាច់ញ៉ាំអីទៀតខ្ញុំញ៉ាំរហូតបរោយទៅបាត់ដំបងញ៉ាំហើយក៏ទៅសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងណាដែលភាគច្រើនគេហៅផ្ទះលោកម្ចាស់ចាំមើលជុំចេញវីដេអូហ្នឹងកន្លែងហ្នឹងខ្ញុំអត់ចង់មាត់នេះនៅក្នុងហ្នឹងទេចាំមើលចាំខ្ញុំ detail វីដេអូមួយអញ្ចឹងណាហើយក៏ចេញពីនេះថាទៅឯកភ្នំញ៉ា Google ធ្វើស៊ីហ្មងម៉ែណាឯកភ្នំនៅចិត្តលោកតាដំបងកញូងខ្ញុំថាខុសឲ្យមើលទៅជីទៅសិនជីទៅផ្លូវស្ងាត់ជ្រាបហ្នឹងចិត្តវត្តណានៃនឹងឯកភ្នំមក20គីឡូជាងដោយសារខ្ញុំប្រញាប់ចេញឡានទៅវិញមកមិន10ជាងម៉ោង2:10ជាងបងប្អូន Google ធ្វើស៊ីអត់យល់ទេណាគេដាក់ map ឯកភ្នំ700ម៉ែត្រពីក្រុងនេះអត់យល់សោះក៏ដូរផែនការពីឯកភ្នំហ្នឹងទៅញ៉ាំអីញ៉ាំផ្អែមជីដើរលេងក្នុងក្រុងថតក្នុងក្រុងដូចបងប្អូនឃើញវីដេអូខ្ញុំចេញអញ្ចឹងណាស្ដាយអត់បានឡើងលើភ្នំបណ្ណននៅមានកន្លែងច្រើនទៀតខ្ញុំចង់ទៅដោយសារប្រញាប់មកពេញវិញចង់វីដេអូប៉ុណ្នេះណាបងប្អូនសម្រាប់អ្នកដែលចង់ទៅលេងសៀមរាបបាត់ដំបងផង2ថ្ងៃអីក៏ធ្វើតាមខ្ញុំបានដែរ